ប្រឹងមិញដើរផ្សារឃើញតម្លៃល្អពេកបងប្អូនហើយដាច់ចិត្តទៅអូសរំលងពីកន្លែងអ៊ីនឹងអត់រួចសោះបងប្អូនក៏ទិញពីរហើយថែមទាំងមានស្លឹកអំពិលលក់នៅនឹងហើយមានត្រីប្រឡាក់នៅលក់កន្លែងអ៊ីនឹងទៀតនិយាយចំទៅមកព្រឹកហ្នឹងមិនបាច់ដើរទៅណានាំទៅហត់ទេបងប្អូនទិញតែមួយកន្លែងហ្នឹងគឺបាន3 4មុខម្ដងស្រេចតែម្ដងហើយនេះគឺជាអាហារសម្រាប់ឪពុកម្ដាយខ្ញុំបងប្អូនណានិយាយចំទៅបងប្អូនចំពោះខ្ញុំធ្វើម្ហូបរាល់ថ្ងៃនៅពេលដែលដួសមុនគេហ្នឹងគឺឪពុកម្ដាយខ្ញុំនឹងឯងបងប្អូនគឺព្រះរស់របស់ខ្ញុំនឹងឯងគឺខ្ញុំអត់អាចអស់រំលងទេអានឹងគឺជាអាហារដំបូងគេបងប្អូនសម្រាប់បងប្អូនដែលមានឪពុកម្ដាយដែលគាត់ចាស់ហើយគាត់នៅជាមួយយើងបងប្អូនគឺយើងធ្វើបែបហ្នឹងទៅគឺអត់ខុសទេបងប្អូនបន្ទាប់មកទៀតហ្នឹងគឺខ្ញុំដួសសម្រាប់ប្តីរបស់ខ្ញុំអញ្ចឹងទៅណាបងប្អូនអញ្ចឹងយើងមកមើលត្រីប្រឡាក់វិញបងប្អូនត្រីប្រឡាក់គឺខ្ញុំទិញពីរមុខខ្ញុំទិញប្រភេទត្រីឆ្កោកបងប្អូននេះគឺសាច់ណាហើយនឹងត្រីផ្ទក់បងប្អូនគឺសិតតែសឹងតែត្រីប្រឡាក់ទាំងអស់គ្រាន់តែមួយផ្នែកនេះគឺខ្ញុំយកទៅចៀនមួយផ្នែកទៀតហ្នឹងគឺខ្ញុំយកទៅស្លជាមួយនឹងតឡាចយើងនឹងឯងបងប្អូនបន្ទាប់ពីយើងបានលាងបន្លែលាងត្រីសាច់រួចហើយគឺយើងមកកច្រាំខ្ទឹមសមកណាបងប្អូនចំពោះខ្ទឹមសគឺខ្ញុំប្រើប្រហែលជា 4-5 កំពឹសអីដែរបងប្អូនយើងហាន់ចឹងហើយគឺយើងទុកម្លាយទៅគឺយើងមកហាន់ស្លឹកអំពិលលាយជាមួយនឹងអមគឺយើងហាន់បញ្ចូលគ្នាតែម្ដងទៅបងប្អូនខ្ជិលហាន់មួយមុខនោះគឺនៅទៅយូរពេលវេលាអញ្ចឹងណាហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំមកដាំទឹកលួយអំបិលមកសភាកាហ្វេទៅបន្ទាប់ពីទឹកយើងបានពុះហើយគឺយើងចាក់ត្រីប្រឡាក់យើងចូលទៅបងប្អូនហើយបន្ថែមនៅម្ទេសយើងហ្នឹង2-3គ្រាប់ទៅយកជាតិបងប្អូនហើយចានៅពេលដែលត្រីហ្នឹងរៀងពុះរៀងឆ្អិនបន្តិចហើយទៅខ្ញុំចាក់តឡាចូលណាហើយចំពោះតឡានេះវិញនិយាយពីខ្ចីលវក់ល្អខ្លាំងមែនតើបងប្អូនហើយកន្លែងអ៊ីហ្នឹងណាមួយទិញទៅហើយគាត់ថែមថយនិយាយថាធម្មតាបងប្អូនហើយមកធ្លាប់ទិញអីវ៉ាន់ឬក៏របស់របរក៏រាល់ថ្ងៃអញ្ចឹងណាបងប្អូនអត់ដែររំលងកន្លែងគាត់ទេមកទៀតហ្នឹងគឺខ្ញុំចាក់ស្ករចំនួនប្រហែលជា3ស្លាបព្រាបាយហើយប៊ីចេងនេះប្រហែល2ស្លាបព្រាកាហ្វេហើយនឹងទឹកត្រី2ស្ព្រាបាយផងដែរអញ្ចឹងហើយយើងទុកតែវាពុះហើយបងប្អូននៅពេលដែលឃើញពពុះអញ្ចឹងគឺយើងដងពពុះនឹងចេញទៅបងប្អូនណាយើងមិនបាច់ទុកទេព្រោះណាមួយពពុះនោះក៏បន្តិចបន្តួចដែរបងប្អូនវាមិនច្រើនអីទេតែយើងគ្រាន់តែកុំទុកវាអញ្ចឹងណាព្រោះពពុះអត់ល្អអញ្ចឹងណាបងប្អូនទុកឲ្យវាពុះមកស្ទុះទៅចាំយើងចាក់អំពិលស្លឹកអំពិលយើងចូលចាបងប្អូនហើយនិយាយពីស្លឹកអំពិលខ្ចីដែរបងប្អូនទិញតែ1000គឺថាអូយបងប្អូននេះបានស្លោមួយឆ្នាំងហើយញ៉ាំមួយផ្ទះតែម្ដងបងប្អូនហើយបានស្លោមួយឆ្នាំងនេះហើយបងប្អូននិយាយពីថាអូយដួសតាមអាចារ្យគោមកហត់ទឹកបាច់ញើសខ្ចាយហើយសាកសមនឹងខែនេះគឺជាខែល្ងាខែត្រជាក់ផងបងប្អូនគឺឥឡូវនេះគឺចុះត្រជាក់ខ្លាំងមែនតើហើយបន្តមកទៀតនឹងដាំស្លរួចរាល់ហើយឥឡូវគឺចាប់ដើមមកចៀនត្រីយើងម្ដងចាហើយចំពោះត្រីហ្នឹងគឺខ្ញុំកាត់ជាពីរចឹងឯងគឺងាយស្រួលយកត្រីនេះកាត់ជាពីរអញ្ចឹងទៅងាយស្រួលចៀនណាបងប្អូនដោយសារតែខ្ទះខ្ញុំទូអញ្ចឹងណាបងប្អូនឥឡូវត្រីចៀនរបស់ខ្ញុំក៏បានឆ្អិនរួចរាល់ហើយដែរបងប្អូនហើយឥឡូវដល់វគ្គដួសភាសាហើយបងប្អូនអញ្ចឹងអាហារពេលល្ងាចរបស់ខ្ញុំចែកម្លែកដល់បងប្អូនក៏មានតែប៉ុណ្្នឹងទេហើយក៏កុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងនិង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដែរដើម្បីទទួលបាននៅវីដេអូថ្មីជារៀងរាល់ថ្ងៃណាបងប្អូនអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងអរគុណជម្រាបលា